បាទជំរាបសួរបាទពុកម៉ែបងប្អូនបាទវិជាកសិករទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំចង់បង្ហាញពីឧបករណ៍បាទមួយដែលមានមុខងារបាទ6យ៉ាងចឹងមុខងារបាទទី1គឺមករកជីជាតិដីបាទហើយមុខងារទី2គឺរកបាទសំណើមបាទសំណើមក្នុងដីហើយមុខងារទី3គឺរក pH របស់ដីហើយមុខងារទី4គឺរកបាទសីតុណ្ហភាពនៅក្នុងដីហើយមុខងារទី5បាទរោគដងស៊ីតេពលឺហើយមុខងារទី6គឺរោគបាទសំណើមបរិយាកាសបាទចំពោះបាទຂະຫນាតដែលយើងវាស់ជីជាតិដីយើងគិតជាមីក្រូស៊ីម៉ែនសង់ទីម៉ែត្រអញ្ចឹងណាហើយបាទនៅពេលដែលយើងបាទវាស់ឃើញតួលេខនោះចន្លោះពី200ទៅ400ឃើញថាដីរបស់យើងមានជីជាតិមធ្យមឬក៏ល្អបាទបើចន្លោះពី400ទៅ800វាខ្ពស់បាទខ្ពស់ហើយពី800ទៅ1500បាទវាកាន់តែខ្ពស់ខ្លាំងជីជាតិដីរបស់យើងណាហើយបើលើសពីបាទ1500វាអាចទៅខ្ល้ายជាដីប្រៃអញ្ចឹងណាហើយមួយទៀតគឺពាក់ព័ន្ធនឹងសំណើមដីដែលល្អគឺនៅចន្លោះពី20ទៅ40% គឺល្អហើយបើយើងឃើញថាលើសពី40ដល់60%យើងអាចកែបានយើងអាចធ្វើការច្រោះទឹកច្រោះអីទៅដែលយើងល្អមកវិញប៉ុន្តែបើយើងឃើញថាសំណើមដីរបស់យើងលើសពី60%វាអាចធ្វើដំណាំរបស់យើងគឺលួយរឹសបាទហើយពាក់ព័ន្ធនឹង pH ដីដែលសមស្របសម្រាប់បាទដំណាំលូតលាស់គឺចន្លោះពីបាទ 5.5 រហូតដល់ 6.5 អញ្ចឹងណាហើយពាក់ព័ន្ធនឹងបាទសីតុណ្ហភាពបាទរបស់ដីអញ្ចឹងសីតុណ្ហភាពដែលល្អសម្រាប់បាទដំណាំលូតលាស់ល្អគឺបាទចន្លោះពីបាទ25ទៅបាទ32គឺជួយឲ្យដំណាំលូតលាស់ល្អបាទទាំងឫសទាំងដើមដងបាទប៉ុន្តែបើសិនជាបាទជាលើសពីបាទ32ទៅបាទទៅ35បាទដីរបស់យើងវាត្រូវការបាទទឹកបន្ថែមទៀតត្រូវការទឹកបន្ថែមស្រោចទឹកបន្ថែមទៀតហើយមួយទៀតដើម្បីជួយឲ្យដីរបស់យើងត្រជាក់មកវិញឬក៏នៅសីតុណ្ហភាពដែលសមស្របអាចប្រើពពុះបើកម្រោះដីពួកច្បាំងពួកអីទៅបាទហើយមួយទៀតគឺពាក់ព័ន្ធបាទទៅនឹងបាទពន្លឺចឹងដងសន្ទះពន្លឺដែលល្អស្របសម្រាប់ដំណាំលូតលាស់គឺបាទចន្លោះពី500ទៅបាទ2500បាទហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងបាទសំណើមបរិយាកាសបើសិនជាបាទសំណើមបរិយាកាសបាទមានសំណើមបាទតូចជាង40%ដំណាំរបស់យើងវាអាច stress បាទក្នុងការលូតលាស់ហើយបើសិនបាទសំណើមបាទបើទៅឃើញបាទចន្លោះ50%ទៅ70%គឺដំណាំរបស់យើងគឺបាទលូតលាស់ល្អនៅតំបន់បាទប៉ុន្តែយើងបាទធ្វើការបោះវែងហ្នឹងណាប៉ុន្តែបើសិនជាបើទៅឃើញសំណើមបាទធំជាង80%បាទនឹងជាហានិភ័យលក្ខខណ្ឌមួយដែលបាទជំងឺផ្សិតវាចូលចិត្តឬក៏កត្តាចង្រៃអញ្ចឹងណាបាទនេះគឺជាបាទលទ្ធផលនៃការបាទពិសោធន៍បាទតេស្តបាទនៅលើដីបាទកសិករដែលគាត់ដាំដុះបាទជាការពោតអញ្ចឹងយើងឃើញហើយថាបាទជីជាតិដីបាទជាការពោតរបស់គាត់គឺបាទ22មីក្រូស៊ីម៉ែនសង់ទីម៉ែត្រអញ្ចឹងមានន័យថាបាទជីជាតិដីគឺវាទាបខ្លាំងអញ្ចឹងតែខ្ញុំសាកសួរប្រវត្តិបាទដីរបស់គាត់គឺអត់ដែលបានប្រើប្រាស់ជីគីមីទេដីហ្នឹងណាហើយជីធម្មជាតិអាចគោគាត់ទៅដាក់បានប្រហែលជាបាទ3-4ថ្ងៃទេអញ្ចឹងណាបាទអញ្ចឹងពាក់ព័ន្ធទៅនឹងសំណើមបាទអញ្ចឹងសំណើមរបស់ដីគឺបាទយើងវាស់ឃើញថានៅចន្លោះពី20ទៅ30% អញ្ចឹងគឺជាសំណើមដែលល្អបាទមធ្យមបាទដែលអាចទទួលយកបានណាចន្លោះហ្នឹង21អញ្ចឹងពាក់ព័ន្ធទៅនឹង pH បាទ pH គឺបាទដីរបស់គាត់គឺ6បាទ6អញ្ចឹងល្អបាទសម្រាប់បាទដំណាំលូតលាស់បាទហើយពាក់ព័ន្ធទៅនឹងសីតុណ្ហភាពបាទដី
ចឹងសីតុណ្ហភាពដីគឺបាទ30បាទ7.7បាទអង្សាសេអញ្ចឹងវារៀងបាទក្តៅបន្តិចអញ្ចឹងបាទវាអាចបាទប៉ះពាល់ទៅដល់បាទឫសដំណាំបាទធ្វើឲ្យឫសដំណាំវា stress បាទក្នុងការលូតលាស់បាទស្រូបយកសារធាតុចិញ្ចឹមទៅបាទប៉ុន្តែសម្រាប់បាទអាកាសធាតុបាទរដូវប្រាំងនេះវាមិនមែនជាបាទបញ្ហាប៉ុន្មានទេអញ្ចឹងណាបាទហើយពាក់ព័ន្ធទៅនឹងបាទដងសរសេរពលឺអញ្ចឹងដងសរសេរពលឺក្នុងការបាទតេស្តយើងឃើញថាបាទវាមានបាទ10000បាទ7796លុចអញ្ចឹងដងសរសេរគឺល្អគឺសមស្របសម្រាប់បាទដំណាំបាទលូតលាស់ល្អបាទអញ្ចឹងពាក់ព័ន្ធទៅនឹងសំណើមបរិយាកាសគឺក្នុងការពិសោធន៍យើងឃើញថា59%អញ្ចឹង59%គឺល្អសម្រាប់បាទដំណាំលូតលាស់នៅបាទតំបន់ហ្នឹងបាទ